សួស្តីបងប្អូនអរគ្នានៅក្នុងដៃខ្ញុំនេះគឺជា iPhone 4S ហើយបងប្អូនទាំងអស់គ្នាមានដឹងទៅថាជ្រុងទាំង4នៃ iPhone 4S នេះគឺយើងអាចដាក់បញ្ឈរបែបនេះបានឥឡូវខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមរាប់ចាប់ពីជ្រុងនេះទៅជ្រុងទី1ជ្រុងទី2ជ្រុងទី3ហើយនឹងជ្រុងទី4ប៉ុន្តែសម្រាប់ជ្រុងទី4គឺរៀងពិបាកដាក់បញ្ឈរដោយសារតែនៅផ្នែកខាងលើនេះគឺមានប៊ូតុងចាក់សោវារៀងលៀនចេញមកក្រៅបន្តិចអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងការដាក់បញ្ឈរវាប៉ុន្តែយើងនៅតែអាចដាក់បញ្ឈរបានអញ្ចឹងប៉ុន្តែយើងត្រូវទាមទាររកកន្លែងផ្ទៃដែលរាបស្មើYes បងប្អូនអរគ្នាឥឡូវខ្ញុំអាចដាក់បញ្ឈរវាបានហើយ